រុស្ស៊ីនឹងចាប់ផ្ដើមជើងហោះហើរត្រង់មកកាន់កម្ពុជាប្រទេសកម្ពុជាមានទំនាក់ទំនងការទូតចាប់តាំងពីសម័យសហភាពសូវៀតរហូតមកដល់រុស្ស៊ីនាពេលបច្ចុប្បន្នខណៈឥឡូវរុស្ស៊ីចាប់ផ្ដើមជើងហោះហើរត្រង់មកកាន់ប្រទេសកម្ពុជាហើយនឹងជួយជំរុញដល់កំណើនភ្ញៀវទេសចរនិងវិនិយោគិនរុស្ស៊ីព្រមទាំងពីបណ្ដាសហគមន៍និយាយភាសារុស្ស៊ីផ្សេងៗទៀតមកកាន់កម្ពុជានៅក្នុងជំនួបរវាងលោកហួតហៈរដ្ឋមន្ត្រីក្រសួងទេសចរនិងលោកវ្លាឌីមៀផាឡាន់ស៊ីកាអគ្គនាយកក្រុមហ៊ុន Lotus Group និងជាប្រធានសាខា Brick House រួមទាំងដៃគូវិនិយោគក្នុងស្រុកនិងផ្ដល់ក្តីរំពឹងថ្មីបន្ថែមទៀតសម្រាប់ប្រទេសកម្ពុជាបន្ទាប់ពីមានក្រុមហ៊ុននានារបស់រុស្ស៊ីចាប់អារម្មណ៍វិនិយោគលើវិស័យអាកាសចរណ៍បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរកម្ពុជាបានឲ្យដឹងថាក្នុងជំនួបនាថ្ងៃទី21ខែមករាឆ្នាំ2026នៅទីស្តីការក្រសួងទេសចរភាគីក្រុមហ៊ុនអាកាសចររុស្ស៊ីបានរាយការណ៍អំពីសកម្មភាពអាជីវកម្មទិសដៅនិងយុទ្ធសាស្ត្រក្នុងការទាក់ទាញទេសចរនិងអ្នកវិនិយោគរុស្ស៊ីព្រមទាំងពីសហគមន៍និយាយភាសារុស្ស៊ីមកកាន់កម្ពុជាក្នុងឱកាសនោះក្រុមវិនិយោគិនទាំងពីរបានបញ្ជាក់ប្រាប់ភាគីកម្ពុជាពីការផ្ដល់សេវាយន្តហោះឯកជនកន្លងមកដល់អតិថិជនចម្រុះជាតិសាសន៍ជាពិសេសអតិថិជនមកពីប្រទេសរុស្ស៊ីនិងសហគមន៍និយាយភាសារុស្ស៊ីដោយមានចំនួនកើនឡើងជាលំដាប់និងមានចំណង់ចំណូលចិត្តមកទស្សនាប្រទេសកម្ពុជាក្រុមវិនិយោគិនទាំងនោះបានមើលឃើញអំពីសក្តានុពលដ៏ខ្លាំងរបស់កម្ពុជាក្នុងការតាក់ទាញភ្ញៀវទេសចររុស្ស៊ីព្រោះប្រទេសអាស៊ានមួយនេះមានធនធានទេសចរយ៉ាងសម្បូរបែបទាំងទេសចរធម្មជាតិនិងប្រាសាទនានារួមមានប្រាសាទបុរាណតំបន់ឆ្នេរសមុទ្រស្រស់ស្អាតបរិយាកាសសុខសាន្តនិងប្រជាជនដែលមានការរស់រាយរាក់ទាក់មិនចាញ់ប្រទេសដទៃនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នោះឡើយបើតាមទិន្នន័យរបស់ក្រសួងទេសចរបានបង្ហាញថាក្នុងរយៈពេល11ខែនៃឆ្នាំ2025កម្ពុជាបានទទួលទេសចរបរទេសជាង5លាន1សែននាក់ហើយក្នុងនោះមានជាង2លាន6សែននាក់បានធ្វើដំណើរតាមផ្លូវអាកាសនៅក្នុងចំណោមទេសចរបរទេសទាំងនោះក៏មានអ្នកទេសចរជាជនជាតិរុស្ស៊ីចំនួន56,314 នាក់ស្មើនឹងប្រហែល 1.1% នៃទេសចរបរទេសសរុបផងដែរ